នេះគឺជាទស្សនភាពនៅស្រមទីមានស្រមទីមានខេត្តសៀមរាបហើយយើងមកសិក្សារៀនសូត្រអំពីហើយប្រវត្តិនៃក្របបែកប្រវត្តិនៃការទម្លាក់ក្របបែកហើយរឿងរ៉ាវសង្គ្រាមតែកើតមានឡើងនៅក្នុងប្រទេសកម្ពុជាយើងហើយយើងបានរៀនអំពីប្រវត្តិសាស្ត្រហើយក៏យើងត្រូវស្គាល់ពីហើយនឹងយើងកែប្រែពីសង្គ្រាមមកសន្តិភាពអញ្ចឹងយើងទាំងគ្នាត្រូវតែរក្សានៅសន្តិភាពទាំងកាយទាំងចិត្តទាំងវិញ្ញាណរបស់យើងបងប្អូនគ្នានេះជាបាទពិតជាស្ដែងយើងបានក៏បានមកយើងតាមបងប្អូនឥឡូវមកលឿនតិចមកជាស្ដែងបាទលឿនតិចហើយរូបភាពតែជាពិសេសរូបភាពនេះក៏ឃើញជនហោះទម្លាក់ក្របបែកបាទហើយនេះជាជនហោះមួយដែលថៃបានទម្លាក់ក្របបែកមកលើកម្ពុជាយើងនៅថ្ងៃទី28ខែ7រូបភាពពិតបាទសូមអញ្ជើញទស្សនាជាមួយយើងខ្ញុំទាំងអស់គ្នា